បាទអូខេសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមមកចែករំលែកពីកម្មវិធីកាត់តវីដេអូមួយដែលល្អប្រើបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏បានធ្វើការប្រើប្រាស់វាជាច្រើនខែមកហើយបងប្អូនយើងមើលទៅគឺល្អប្រើខ្លាំងមែនទែនបងប្អូនបាទហើយខ្ញុំក៏សម្រេចចិត្តធ្វើការចែករំលែកសម្រាប់បងប្អូនដែលអត់ទាន់ដឹងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកម្មវិធីដែលយើងធ្វើការកាត់តវីដេអូងាយស្រួលហើយវាអត់ជាប់ logo របស់ក្រុមហ៊ុនរបស់គេគឺឈ្មោះថាកម្មវិធី Edit បាទចឹងបងប្អូនអាចធ្វើការទៅ download បាននៅក្នុង App Store ឬក៏ Play Store វា free ទេបងប្អូនអាចធ្វើការ download មកប្រើប្រាស់គ្រប់គ្នាមកបងប្អូនទាំងគ្នាបាទដោយសារវាប្រើប្រាស់ងាយស្រួលក្នុងការប្រើប្រាស់គឺអត់មានអីសាំញ៉ាំច្រើនទេកម្មវិធីមួយនេះបងប្អូនបាទអូខេអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញខ្លះៗអំពីការប្រើប្រាស់របស់កម្មវិធីមួយនេះបាទអញ្ចឹងធ្វើការចូលអញ្ចឹងមកបាទបន្តមកទៀតបន្ទាប់ពីយើងធ្វើការចូលហើយដោយសាររបស់ខ្ញុំនេះគឺខ្ញុំបានធ្វើការកាត់ជាច្រើនខែច្រើនថ្ងៃមកហើយអញ្ចឹងវាធ្លាក់នៅក្នុងកម្មវិធីនេះស្រាប់បងប្អូនទាំងគ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីទៅ download ប្រើប្រាស់ដំបូងគឺយើងអត់មានឃើញអាផ្ទាំងវីដេអូដែលខ្ញុំធ្វើការកាត់នេះទេបាទវាអត់មានអីទេកន្លែងនេះអញ្ចឹងបងប្អូនចូលកន្លែងស្ញាមលេខបូនេះដើម្បីយើងចូលទៅយកវីដេអូរបស់យើងបានចូលអញ្ចឹងមកហើយយើងយកពាក្យ gallery តាមទៀតបងប្អូនធ្វើការជ្រើសរើសវីដេអូរបស់បងប្អូនដែលយើងធ្វើការថតរួចរាល់ហើយណាបងប្អូនបាទអញ្ចឹងខ្ញុំសូមធ្វើការឧទាហរណ៍យើងយកវីដេអូនេះមួយហើយចុចសញ្ញាគ្រីសបាទបន្តទៀតវាធ្លាក់មកនៅក្នុងកម្មវិធីកាត់របស់យើងបាទហើយជំហានទី1ដែលខ្ញុំចង់បង្ហាញគឺ filter បាទគឺ filter របស់កម្មវិធីមួយនេះយើងអូសអញ្ចឹងមកយើងអូសពីស្ដាំមកឆ្វេងអញ្ចឹងមកបាទយើងរកពាក្យ filter នេះបងប្អូនទាំងគ្នាយើងយកពាក្យ filter នេះដោយសារ filter នៅក្នុងកម្មវិធីមួយនេះវាអត់មានលក់ឬក៏គិតលុយទេបងប្អូនគឺវា free ទាំងអស់តែម្ដងបងប្អូនគឺងាយស្រួលខ្លាំងមែនទែនបាទសម្រាប់បងប្អូនដែលប្រើប្រាស់ទៅលើកម្មវិធីមួយនេះគឺអាចនិយាយបានថាគឺងាយស្រួលបាទដោយសារវា free ទេបងប្អូនបាទអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសនៅ sample មួយណាដែលបងប្អូនពេញចិត្តបងប្អូនអាចជ្រើសរើសបានបងប្អូនបាទអូខេហើយយើងចុចចឹងមកហើយយើងចុចសញ្ញាគ្រីសនេះមកបងប្អូនបាទហើយក្នុងការកាត់ក្នុងការអីគឺអត់មានអីខុសពី CapCut ឬក៏កម្មវិធីផ្សេងទេបងប្អូនទាំងគ្នាបាទកាត់យើងគ្រាន់តែធ្វើការចុចនៅលើវីដេអូរបស់យើងគឺធ្វើការចុចឲ្យកន្លែងសញ្ញាមួយនេះមកឧទាហរណ៍ខ្ញុំចង់កាត់ត្រង់ចំណុចនេះខ្ញុំចុចឲ្យសញ្ញាមួយនេះមកបងប្អូនអញ្ចឹងពេលកាត់ណាបងប្អូនទាំងគ្នាអញ្ចឹងយើងចង់លុបដាច់អាខាងមុខបាទលុបដាច់អាខាងមុខនេះយើងចុចធុងសម្រាមមកវាដាច់ហើយអូខេហើយបន្តមកទៀតវាមានកន្លែង time toy ពលឺអីទៀតបងប្អូនបាទនេះយើងចូលពាក្យអាចាស់នេះមកវាមានកន្លែង exposure វាមាន shadow បាទវាមាន high អញ្ចឹងទៅបងប្អូនអាចធ្វើការសេរីដោយខ្លួនឯងមកកន្លែងនេះតេស្តមើលមកពេញចិត្តដោយខ្លួនឯងបានបន្តមកទៀតយើងចុចសញ្ញាគ្រីសមកបាទហើយក្នុងការ render បាទក្នុងការ render បងប្អូនគ្រាន់តែចុចអាសញ្ញា nick បងប្អូនយើងឬក៏យើងចង់កំណត់ទំហំបងប្អូនទាំងគ្នាអូខេចុចកន្លែង 2K នេះមកបន្តមកទៀតយើងជ្រើសរើសស៊ីសងបងប្អូនចង់យកទំហំប៉ុណ្ណាក៏បានដោយសារបើខ្ញុំចូលចិត្តយក 4K 60 frame ឬក៏30 frame បងប្អូនបើសម្រាប់ទូរស័ព្ទរបស់បងប្អូនកុំឲ្យវា render យឺតបងប្អូនទាំងគ្នាយើងយក HD មកអូខេ Full HD នេះហើយនឹង60 frame បាទចឹងយើងចុចពាក្យnick មកបងប្អូនទាំងគ្នាវានឹងធ្វើការ render បាទក្នុងការ render គឺកម្មវិធីនេះគឺខ្ញុំអាចនិយាយបានថាគឺលឿនមែនទែនបងប្អូនលឿនគឺលឿនជាងកម្មវិធីផ្សេងបងប្អូនទាំងគ្នាហើយវាស្រួលត្រង់ថាវាមានជិប logo ឲ្យញ៉ៃទេបងប្អូនទាំងគ្នាបាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបាទអរគុណ